ហ្នឹងហើយអ្នកគ្នានេះធ្វើការបង្ហាញអ្នកគ្នាប្រភេទ monitor ចល័តមួយប្រភេទដែលជា brand របស់ Asopa អញ្ចឹងសម្រាប់ monitor ចល័តទៅលើ brand Asopa នេះគឺជា brand ដែល top មួយជាងគេអ្នកគ្នាហើយឥឡូវនេះគឺ Asopa បាន release នៅ model ថ្មីដែលជាប្រភេទ touch screen អញ្ចឹងសម្រាប់ model នេះគឺ touch វា smooth ល្អហើយនឹង color វាស្អាតមែនទែនអ្នកគ្នាអញ្ចឹងទៅលើការប្រើប្រាស់ចេញចូលកម្មវិធីគឺមានភាព smooth ល្អមែនទែនអ្នកគ្នាអាចមើលបាននេះអាចទាញចេញចូលនេះគឺវាមានភាព smooth ល្អមែនទែនទៅលើ model Asopa នេះអញ្ចឹងវាល្អមែនទែនសម្រាប់អ្នកគ្នាជាអ្នកជា content creator ជាអ្នកសរសេរ code ឬអ្នក designer អីគឺមាន monitor 2ទៅគឺវាល្អមែនទែនហើយយើងអាច touch screen នឹងបានទៀតអញ្ចឹងនេះបើសិនជាគាត់ជាអ្នកធ្វើ play អីគាត់អាចទិញទៅគាត់អាចធ្វើ play លើនេះបានគឺអូសទិញទៅមកអីគឺ smooth មែនទែនហើយអ្នកជាគាត់ជា design អីគាត់អាច design លើនឹងអីក៏បានហើយអ្នកគាត់សរសេរ code អីគាត់អាចអូសមើល code របស់គាត់អីយ៉ាងក៏បានអញ្ចឹងសម្រាប់ការតបចុះគឺមានភាពងាយស្រួលមែនទែនអ្នកនរគ្នាក៏យើងមាន Type C មកតសៃនេះយើងដល់ពី laptop របស់យើងទៅកាន់ monitor នេះគឺយើងអាចធ្វើការបានតែម្ដងអញ្ចឹងនៅពេលដែលយើងដល់ Type C មកតសៃនេះទៅកាន់ monitor របស់យើង monitor ធ្វើការទាញទៅរូបភាពទាំងសលេងទាំងភ្លើងទៅកាន់ monitor តែម្ដងយើងត្រូវការសាក់ភ្លើងឲ្យវាឬក៏បញ្ចូលថ្មបតីបន្ថែមទៀតទេអញ្ចឹងសម្រាប់ monitor នេះក៏វាមានជា speaker ផងដែរគឺវានៅសងខាង speaker ចំនួន2គ្រាប់ផងដែរ